គឺយើងបានបែងចែកការគូគំនូរនេះជា5ផ្នែកសំខាន់ទី1គឺការឈឺចាប់ទី2គឺការបាត់បង់ទី3គឺភាពស្ងៀមស្ងាត់ទី4គឺសច្ចភាពទី5គឺសន្តិភាពហើយសិល្បៈរបស់យើងដែលបានបង្ហាញឡើងសិល្បៈដែលបានបង្ហាញឡើងในគណៈពេលនេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែររួមទាំងបងប្អូនទាំងអស់គ្នាដែលកំពុងតែមានវត្តមាននៅទីនេះផ្ទាល់ដូចគ្នាការដែលចូលរួមគឺមិនចាំដែលបង្ហាញស្នាដៃនៅលើគំនូរនេះទេគ្រាន់តែបងប្អូនថតរូបដើម្បីធ្វើការផ្សព្វផ្សាយទៅដល់មហាជនផ្សេងទាំងជាតិនិងអន្តរជាតិគឺបងប្អូនបានចូលរួមចំណែកមួយដ៏ធំបំផុតសម្រាប់ការទាមទាររកសន្តិភាពនាគណៈពេលនេះគឺថាវត្តមានរបស់បងប្អូនសិស្សានុសិស្សក៏ដូចជាវត្តមានរបស់ពុកម៉ែបងប្អូនប្រជាជនខ្មែរជនបរទេសហើយកំពុងតែមានវត្តមានដូចបងប្អូនទាំងអស់គ្នាបានជ្រាបហើយថាសារសម្លេងមួយនេះគឺជាសម្លេងក្មេងស្រីម្នាក់ដែលជាជនភៀសសឹកជាមួយនឹងម្ដាយដែលឪពុកបានคล้ายទៅជាវីរៈកងទ័ពដែលការពារទឹកដីនៅជួរមុខផងដែរបាទសិល្បៈដើម្បីសន្តិភាពដែលបានបង្កើតព្រឹត្តិការណ៍នាពេលនេះឡើងគឺដើម្បីទាមទាររកសន្តិភាពដើម្បីបង្ហាញរូបភាពបែបឈឺចាប់ដែលកម្ពុជាទទួលរងទុក្ខប៉ុន្មានថ្ងៃកន្លងមកនេះហើយគោលបំណងកម្មវិធីធំរបស់យើងគឺដើម្បីលើកកម្ពស់សន្តិភាពការពារបេតិកភណ្ឌវប្បធម៌និងសន្តិសំទោសនិងបន្លឺសំឡេងជនស៊ីវិលតាមការបញ្ចេញមតិបែបសិល្បៈអហិង្សារូបភាពនៅខាងក្រោយខ្ញុំបាទគឺជា